នៅក្នុងគណៈពេលកន្លងមកនេះមានការប្រមានអំពីក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅក្នុងប្រទេសថៃបានធ្វើការប្រមានចំពោះអ្នកនយោបាយជាច្រើនលើករួចមកហើយថាប្រសិនបើរដ្ឋាភិបាលនៃប្រទេសថៃមិនធ្វើការកែតម្រូវឬក៏មានការប្រឹងប្រែងដើម្បីដោះស្រាយអំពីវិបត្តិនៃសេដ្ឋកិច្ចរបស់ប្រទេសថៃនោះនឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសថៃធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរហើយមិនយូរប៉ុន្មាននោះទេគឺនឹងអាចធ្លាក់ពីលេខ2ដែលជាសេដ្ឋកិច្ចខ្លាំងមួយនៅក្នុងតំបន់អាស៊ាននោះនឹងធ្លាក់រហូតទៅដល់ចំណាត់ថ្នាក់លេខ5នៅក្នុងតំបន់អាស៊ានដែលមិនយូរប៉ុន្មាននោះទេយោងទៅតាមសហព័ន្ធឧស្សាហកម្មថៃដែលហៅកាត់ថា STI នេះបានធ្វើការប្រមានទៅដល់អ្នកនយោបាយរបស់ថៃថាអាចនឹងធ្លាក់ពីតំណែងនៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី2នៅអាស៊ានអាចនឹងធ្លាក់ដល់លេខ5នៅក្នុងរយៈពេល5ឆ្នាំខាងមុខនេះប្រសិនបើប្រទេសនេះត្រូវបរាជ័យនៅក្នុងការដោះស្រាយនៃចំណុចខ្សោយនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួននោះនេះបើយោងទៅតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation របស់ប្រទេសថៃនោះការប្រមានបែបនេះគឺបានធ្វើឡើងដោយរបាយការណ៍សេដ្ឋកិច្ចបានបង្ហាញថាដំណើរផលិតផលនៅក្នុងស្រុកសរុប GDP របស់ប្រទេសថៃនេះគឺមានការធ្លាក់ចុះមកត្រឹម1កណ្ដោសញ្ញា 2% តែប៉ុណ្ណោះកាលពីត្រីមាសទី3ហើយគណៈដែលសន្ទុះនៃទំនុកចិត្តឧស្សាហកម្មបានបន្តស្ថិតនៅក្នុងកម្រិតដ៏ទាបបំផុតនោះថ្លែងនៅក្នុងវេទិកាទស្សនវិស័យនៅក្នុងឆ្នាំ2026របស់ STI នេះកាលពីថ្ងៃពុធលោកគ្រឿងក្រៃជាងនុគុណដែលជាប្រធាននៃ STI នេះបានឲ្យដឹងថាសន្ទុះនៃទំនុកចិត្តឧស្សាហកម្មរបស់សហព័ន្ធនៅតែទាបជាងពិន្ទុមធ្យម100អស់រយៈពេល13ឆ្នាំជាប់គ្នាដែលឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភជាបន្តបន្ទាប់នៅក្នុងចំណោមសមាជិករបស់សហព័ន្ធអំពីសេដ្ឋកិច្ចរបស់ប្រទេសនេះនិភ័យនៅក្នុងស្រុកសំខាន់ដែលកំពុងតែអូសទាញសេដ្ឋកិច្ចឲ្យធ្លាក់ចុះរួមមានបំណុលគ្រួសារដ៏ធ្ងន់ធ្ងរភាពលំបាកនៃវិស័យសហគ្រាសធុនតូចនិងមធ្យមដែលផ្ដល់នៅការងារដល់កម្លាំងពលកម្មពី70ទៅ80%និងការពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើការនាំចូលទំនិញសម្រាប់ជាងផលិតកម្មក្នុងស្រុកជាដើមបញ្ហាទាំងនេះរួមចំណែកយ៉ាងសំខាន់ទៅលើកំណើនសេដ្ឋកិច្ចដ៏យឺតយ៉ាវរបស់ប្រទេសថៃដែលមានត្រឹមតែ1កណ្ដោសញ្ញា 2% តែប៉ុណ្ណោះនៃ GDP សរុបនៅត្រឹមត្រីមាសទី3ពោលគឺទាបជាងអត្រាប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជាពិសេសគឺប្រទេសគូប្រជែងដូចជាវៀតណាមនិងឥណ្ឌូនេស៊ីនោះជាដើមលោកគ្រឿងក្រៃក៏បានបង្ហាញយ៉ាងដូចនេះថាប្រសិនបើនិន្នាការកំណើនបច្ចុប្បន្ននៅតែបន្តប្រទេសថៃប្រឈមទៅនឹងការធ្លាក់ចុះពីតំណែងរបស់ខ្លួនជាប្រទេសដែលមានសេដ្ឋកិច្ចធំទី2នៅក្នុងតំបន់នឹងអាចធ្លាក់រហូតទៅដល់ចំណាត់ថ្នាក់ទី5លោកក៏បានស្នើឲ្យមានការផ្លាស់ប្ដូរនៅគោលនយោបាយបន្ទាន់មួយអំពីផលិតកម្មបែបប្រពៃណីទៅជាឧស្សាហកម្មជំនាន់ក្រោយដែលផ្ដោតទៅលើ Digital រូបនីយកម្មបញ្ហាបញ្ញាសិប្បនិម្មិត AI នវានុវត្តន៍និងបច្ចេកវិទ្យាបៃតងជាដើមប្រិមិត្តនេះគឺព័ត៌មានដែលតាក់ទងជាមួយនឹងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសថៃដែលនៅក្នុងនេះគឺមានប្រធាននៃសហព័ន្ធឧស្សាហកម្មថៃដែលហៅកាត់ថា STI នេះបានធ្វើការប្រមានទៅកាន់ប្រទេសថៃជាពិសេសគឺអ្នកនយោបាយនៅក្នុងប្រទេសថៃគឺបើមិនបានគិតគូរស្ដារអំពីសេដ្ឋកិច្ចរបស់ប្រទេសថៃនោះទេគឺមានន័យថាប្រទេសថៃនឹងធ្លាក់ពីចំណាត់ថ្នាក់លេខ2ទៅលេខ5នៅក្នុងតំបន់អាស៊ានគឺស្មើនឹងជិតពាក់កណ្ដាលនៃសមាជិកអាស៊ានដូច្នេះហើយចំណុចនេះគឺជាការពំរាមមួយកាន់តែធ្វើឲ្យអ្នកនយោបាយប្រទេសថៃបច្ចុប្បន្ននេះគឺហាក់ដូចជាមិនបានចាប់អារម្មណ៍អំពីសេដ្ឋកិច្ចឬក៏ការស្ដារសេដ្ឋកិច្ចនោះទេដោយលោកបានលើកឡើងថាគឺនឹងអាចមានការហានិភ័យកាន់តែខ្លាំងឡើងបើសិនជាអ្នកនយោបាយថៃមិនបានគិតគូរអំពីបញ្ហាសេដ្ឋកិច្ចនេះកន្លងមកនេះយើងបានដឹងរួចមកហើយថាប្រទេសថៃកំពុងតែប្រឈមមុខច្រើនទៅលើវិបត្តិសេដ្ឋកិច្ចដោយក្នុងនោះរួមមានទាំងរឿងពន្ធគយរបស់សហរដ្ឋអាមេរិកផងដែរដែលក្នុងពេលបច្ចុប្បន្ននេះគឺត្រូវបានអាមេរិក
ព្យួរការចរចាលើពាណិជ្ជកម្មនៅក្នុងការសុំបន្ធូរបន្ថយពន្ធសម្រាប់សហរដ្ឋអាមេរិកនៅការនាំចូលទំនិញរបស់ថៃចូលទៅសហរដ្ឋអាមេរិកនោះគឺត្រូវបានជាប់គាំងដោយសារតែសហរដ្ឋអាមេរិកឈប់នៅក្នុងការចរចាទៅហើយដោយសារតែបញ្ហាប្រទេសថៃនេះគឺបានរំលោភទៅលើកិច្ចព្រមព្រៀងសន្តិភាពដែលដឹកនាំការដូចផ្ដើមទៅដោយសហរដ្ឋអាមេរិកនិងធ្វើសាក្សីដោយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងសន្តិភាពថៃកម្ពុជានេះគឺជាចំណុចមួយនៅក្នុងចំណោមចំណុចជាច្រើនដែលធ្វើឲ្យប៉ះពាល់ទៅលើសេដ្ឋកិច្ចរបស់ប្រទេសថៃហើយក្នុងនោះក៏មានបញ្ហាតាក់ទងទៅនឹងបញ្ហាព្រំដែនចំនួនជាមួយនឹងកម្ពុជាដែលថៃខ្លួនឯងជាអ្នកបិទព្រំដែនដែលធ្វើឲ្យមានការខាតបង់សេដ្ឋកិច្ចចំពោះប្រទេសថៃក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏$5000 លានសហរដ្ឋអាមេរិកនោះក៏ជាចំណែកមួយផងដែរហើយក៏មានការជះឥទ្ធិពលទៅលើវិស័យផ្សេងៗទៀតដោយសារតែអសន្តិសុខនៅក្នុងប្រទេសថៃដែលពាក់ព័ន្ធទៅលើវិស័យទេសចរដែលមិនសូវសម្បូរភ្ញៀវមកទស្សនានៅក្នុងប្រទេសថៃដូចពីមុននោះទេនៅក្នុងនោះដែរទីផ្សារនៃការលក់នៃទំនិញនៅក្នុងប្រទេសថៃក៏គេមើលឃើញថាមានលក្ខណៈស្ងាត់ជ្រងំហើយក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋដែលនៅតាមព្រំដែនដោយសារតែភាគីនៃប្រទេសថៃមានការបិទព្រំដែនដោយឯកតោភាគីនោះចំណុចនេះគឺជាផ្នែកមួយនៅក្នុងចំណោមផ្នែកដទៃទៀតដែលខាងធនាគារពិភពលោកក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ីក៏មានការព្រមានរួចទៅហើយថាប្រទេសថៃនេះក៏មានបំណុលសាធារណៈនេះខ្ពស់យ៉ាងខ្លាំងផងដែរហើយឲ្យមានការប្រយ័ត្នប្រយែងហើយនៅក្នុងចំណោមបំណុលសាធារណៈនោះប្រជាពលរដ្ឋនៅក្នុងប្រទេសថៃក៏មានបំណុលយ៉ាងច្រើនផងដែរដែលធ្វើឲ្យបញ្ហានៃសេដ្ឋកិច្ចរបស់ប្រទេសថៃនេះគឺលំបាកនៅក្នុងការដំណើរការទៅតាមសេដ្ឋកិច្ចដែលពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួនយើងក៏សូមធ្វើការកត់សម្គាល់ផងដែរថានៅក្នុងតំបន់អាស៊ាននេះដើមឡើយគឺប្រទេសថៃក៏ជាប្រទេសមួយដែលមានសេដ្ឋកិច្ចខ្លាំងក្លាផងដែរនៅក្នុងចំណោមបណ្ដាប្រទេសនៃអាស៊ានគឺមានន័យថាជាប់ចំណាត់ថ្នាក់លេខ2ក៏ប៉ុន្តែឥឡូវនេះបញ្ហាមានការធ្លាក់ចុះដោយការពមៀនអំពីប្រធានសហព័ន្ធឧស្សាហកម្មរបស់ប្រទេសថៃហៅកាត់ថា STI នេះហើយបើសិនជាมันមានការស្ដារឡើងវិញទេនោះគឺមានន័យថាវាប្រឈមនឹងហានិភ័យយ៉ាងខ្លាំងពីព្រោះលោកបានធ្វើការលើកឡើងផងដែរថាបច្ចុប្បន្ននេះគឺចំណូលដុលឬក៏ GDP នៅក្នុងប្រទេសថៃនេះគិតមកដល់ត្រឹមត្រីមាសទី3នៅក្នុងឆ្នាំ2025នេះគឺកម្រិតនៃ GDP នេះមានត្រឹមតែ1.2% តែប៉ុណ្ណោះដែលមានកម្រិតបាតតារាងទាបបំផុតនៅក្នុងចំណោមបណ្ដាប្រទេសនៅក្នុងអាស៊ាន